ហើយសម្រាប់ម៉ាស៊ីនប៉ុស្តិ៍នេះទីសោតគឺវាប្រើជាមួយនឹងផាំសាំងមានន័យផាំប្រេងឥន្ធនៈនៅក្រៅផងអញ្ចឹងនៅពេលដែលខាងបុគ្គលិកគេទាមទារ receipt អ្នកចាក់គឺត្រូវការ receipt នៃតម្លៃចាក់សាំងក៏គេប្រើបុគ្គលិកមកយក receipt នៅក្នុងនឹងដែរហើយការបញ្ជាបិទបើកផាំសាំងក៏វាមានមុខងារនៅក្នុងនឹងជាមួយគ្នាផងដែរអញ្ចឹងមានន័យថាម៉ាតហើយនឹងតាមផាំសាំងអញ្ចឹងវាតកតងគ្នាយើងអាចបញ្ជានៅលើម៉ាស៊ីនប៉ុស្តិ៍នេះតែមួយហើយទិន្នន័យទាំងអស់ពាក់ព័ន្ធនឹងម៉ាស៊ីនប៉ុស្តិ៍ក៏ខាងក្រុមហ៊ុនឬខាងតកែអាចឆែកមើលទិន្នន័យបានអញ្ចឹងសម្រាប់ម៉ាស៊ីនប៉ុស្តិ៍វាមានអត្ថប្រយោជន៍ច្រើនសម្រាប់បម្រើការងារក្នុងការលក់របស់យើងអញ្ចឹងមុខងារមួយចំនួនដែលខ្ញុំបង្ហាញនៅទីនេះគឺមានដំបូងខ្ញុំបង្ហាញនៅខាងឆ្វេងដៃលេខ1រហូតដល់លេខ5គឺជាឡុកមានន័យថាឡុកមួយខ្ញុំឧទាហរណ៍ឲ្យងាយស្ដាប់នៅពេលដែលមានភ្ញៀវទី1គេចុះមកទិញប៉ុន្តែគេយកទំនិញមកមួយយើងបាន scan តម្លៃហើយប៉ុន្តែគាត់ចង់បានរបស់អ្វីមួយទៀតនៅតាមថ្នូរគាត់ត្រូវទៅយកម្ដងទៀតប៉ុន្តែនៅមានភ្ញៀវថ្មីមកទៀតដែលគាត់យកអីវ៉ាន់យកមកឲ្យយើង scan ដើម្បីទូទាត់លុយប៉ុន្តែគឺគាត់មកតែម្ដងគឺគ្រប់អញ្ចឹងយើងអាចឧទាហរណ៍ថានេះភ្ញៀវទី1គាត់អត់ទាន់យកអីវ៉ាន់អស់គាត់ដើរទៅមើលអីវ៉ាន់ផ្សេងមួយទៀតដែលដោយសារតែគាត់យកអីវ៉ាន់មួយហើយឲ្យយើង scan តម្លៃហើយតម្លៃគឺវា load នៅក្នុងហ្នឹងអញ្ចឹងគាត់ត្រូវទៅយកអីផ្សេងទៀតអញ្ចឹងយើងអាច skip គាត់សិនយើងយកភ្ញៀវថ្មីមកមានន័យថាឧទាហរណ៍ថានេះតម្លៃភ្ញៀវទី1អញ្ចឹងគាត់ត្រូវទៅយកអីមួយមុខទៀតដែលគាត់ត្រូវការអញ្ចឹងយើងត្រូវ skip គាត់សិនហើយយើងជ្រើសរើសប្លុកផ្សេងទៀតមកដើម្បី scan ភ្ញៀវទី2ដែលគាត់យកមកទូទាត់លុយដើម្បីកុំឲ្យភ្ញៀវទី2ហ្នឹងរងចាំភ្ញៀវទី1ហើយតារាងតម្លៃគឺវាបង្ហាញនៅតាមហ្នឹងនេះជាឈ្មោះទំនិញតម្លៃហើយនេះចំនួនហើយនេះតម្លៃសរុបអញ្ចឹងនៅខាងក្រោមគឺជាតម្លៃគិតជាលុយដុល្លារហើយជាលុយខ្មែរសរុបទំនិញទាំងអស់ប្រហែលមុខគឺវាតូតាល់ឲ្យទាំងអស់ហើយមួយទៀតពាក់ព័ន្ធនឹងខាងស្នាមដៃអីវ៉ាន់ខ្លះគឺត្រូវមានលេខកូដមានន័យថាប្រភេទដូចជានំប៉័ងដែលយើងទិញនៅតាមហាងផ្សេងដើម្បីយកមកលក់អញ្ចឹងគេបញ្ចូលកូដឧទាហរណ៍ដូចនំប៉ាវនេះអញ្ចឹងវាមានលេខកូដរបស់វាហើយយើងសរសេរសម្គាល់ថាលេខកូដហ្នឹងជាប្រភេទនំប៉័ងអីសាច់ជ្រូកហើយលេខកូដនេះប្រភេទនំប៉ាវអុជក្រហមនៅលើក្បាលអុជបៃតងត្រាវអីចឹងណាអញ្ចឹងនៅពេលនោះយើងវាយលេខកូដនៅក្នុងហ្នឹងខ្ញុំឧទាហរណ៍មួយឧទាហរណ៍ថា43អញ្ចឹងខ្ញុំវាយនំប៉ាវស្នូលសាច់ជ្រូក8 47អញ្ចឹងយើងenter មកអញ្ចឹងវាតម្លៃគឺវា load ឲ្យយើងតាមហ្នឹងអញ្ចឹងណាហ្នឹងជាមុខងារខាងនេះហើយបន្តមកទៀតមុខងារ cash payment ហើយនឹង QR payment មានន័យថាបើសិនជាយើងចុចនៅកន្លែង cash payment នេះមានន័យថាតម្លៃសរុបគឺយើង cash ទូទាត់លុយឲ្យគេបើសិនជាกระดาษលុយទឹកលុយគេឲ្យកระดาษជា20000អញ្ចឹងយើងសរសេរចំនួន20000នៅក្នុងនេះនៅពេលដែលយើង cash មកគឺវានឹង load តម្លៃលុយអាប់ឲ្យយើងអញ្ចឹងម៉ាស៊ីនប៉ុស្តិ៍វាមានលក្ខណៈងាយស្រួលច្រើនសម្រាប់យើងនេះយើងវយចោលសិនដោយសារវាជាឧទាហរណ៍ហើយមួយទៀតពាក់ព័ន្ធនឹងមុខងារផ្សេងឧទាហរណ៍ដូច log off
log on อันนี้สำหรับពេលដែលយើងបដូរវេន log out មានន័យថាពេលយើងបដូរវេនអ្នកផ្សេងមកកាន់ cashier អញ្ចឹងយើងត្រូវ log out password យើងដើម្បីឲ្យមានខាងបុគ្គលិកថ្មីហ្នឹងlog on password របស់គាត់មួយទៀតហើយសម្រាប់ log on មានន័យថាយើងពេលដែលយើងចូលមកធ្វើការមានន័យថាយើងមាន password រៀងៗខ្លួនដោយសារតែខាងតកែគេបង្កើត password ឲ្យយើងសម្រាប់គ្រប់គ្រងម៉ាស៊ីនប៉ុសនៅពេលដែលមានបញ្ហាគឺមានន័យថា password យើងហ្នឹងគឺវាសម្គាល់នៅលើទាំងម៉ោងទាំងពេលវេលាទាំងទឹកលុយអីហ្នឹងគឺវាលោតសម្គាល់នៅលើទឹកលុយដែលយើងលក់ទិន្នន័យដែលយើងលក់ដោយសារវីដេអូហ្នឹងវាវែងរៀងវែងអញ្ចឹងខ្ញុំសូមកាត់មួយវីដេអូក្រោយទៀត